សួស្តីប្រិយមិត្តបងប្អូនអ្នកទស្សនានៅវីដេអូព្រះអង្គចន្ទៈមុនីទាំងអស់គ្នាមនុស្សជាច្រើនបានស្គាល់ព្រះអង្គគ្រូចន្ទៈមុនីតាមរយៈភាពល្បីល្បាញតាមរយៈពុទ្ធបរិស័ទរាប់ម៉ឺននាក់ដែលធ្វើដំណើរទៅថ្វាយបង្គំនិងពោជ័យពីព្រះអង្គប៉ុន្តែតើមានមនុស្សប្រមាណអ្នកដែលបានដឹងពីរបៀបរឿងរ៉ាវពិតនៅពីក្រោយខ្នងនៃការកសាងបារមីយ៉ាងលំបាកវេទនារបស់ព្រះអង្គមុនពេលដែលព្រះអង្គមានបារមីនិងសិលធម៌ដ៏ខ្ពង់ខ្ពស់ដូចសពថ្ងៃនេះលោកម្ចាស់គ្រូបានលះបង់នៅសេចក្តីសុខលោកីទាំងអស់ហើយបានសម្រេចប្រតិយនិងនិមន្តចូលទៅកាន់ព្រៃជ្រៅដាច់ស្រយាលដើរធូរដងតែអង្គឯងគ្មានខ្នងបង្អែកគ្មានសម្ភារៈទំនើបនិងគ្មានមនុស្សជួយជ្រោមជ្រែងឡើយតើមានហេតុការណ៍អាកំបាំងអ្វីខ្លះដែលកើតឡើងនៅក្នុងព្រៃជ្រៅនោះតើព្រះអង្គយកឈ្នះទៅលើសេចក្តីភ័យខ្លាចហ្វាត់សាហាវនិងការសាក់លបងផ្សេងៗយ៉ាងដូចម្ដេចថ្ងៃនេះសូមអញ្ជើញប្រិយមិត្តបងប្អូនមកតាមដានទាំងអស់គ្នាតែមុននឹងចូលស្ដាប់សូមពុកម៉ែបងប្អូនជួយចុច Subscribe ម្នាក់មួយផងដើម្បីលើកទឹកចិត្តខ្ញុំនឹងធ្វើវីដេអូឲ្យបងប្អូនស្ដាប់បន្តទៀតសូមអរគុណប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនៅក្នុងការដើរទូដងក្នុងព្រៃជ្រៅមិនមែនជាការដើរលេងកម្សាន្តនោះទេវាគឺជាសមរភូមិរវាងចិត្តនិងសេចក្តីភ័យខ្លាចនៅពេលយប់ងងឹតហ្វូនឈឹងនៅក្នុងព្រៃគ្មានភ្លើងអគ្គិសនីសំឡេងសត្វព្រៃស្រមោលដើមឈើនិងខ្យល់បក់បោកតែងតែបង្កើតភាពព្រឺព្រួចដល់មនុស្សទូទៅប៉ុន្តែសម្រាប់ព្រះអង្គចន្ទៈមុនីព្រះអង្គស្វែងរកទីនោះដើម្បីអប់រំចិត្តលោកម្ចាស់គ្រូធ្លាប់ដើរឆ្លងកាត់តំបន់ព្រៃដែលគេចាត់ទុកថាកាចសាហាវមានទាំងសត្វពស់រពឺនិងពស់សាហាវនិងពួកអមនុស្សដែលថែរក្សាព្រៃប៉ុន្តែអាវុធមួយគត់ដែលព្រះអង្គកាន់ជាប់តាមខ្លួននោះមិនមែនជាកាំបិតឬអាវុធការពារខ្លួនឡើយគឺព្រះបរិត្តនិងព្រះមេត្តាធម៌ចិត្តនេះឯងមានពេលខ្លះព្រះអង្គត្រូវគង់សមាធិនៅក្រោមមេឃភ្លៀងធ្លាក់ខ្លាំងគ្មានដំបូលបាំងគ្មានចង្ហាន់ឆ្ងាញ់ហូបតែទឹកនិងសត្វល្អិតខំតិចប៉ុន្តែព្រះអង្គមិនដែលរអ៊ូរទាំឬបោះបង់បំណងឡើយព្រះអង្គបានយល់ច្បាស់ថាប្រសិនបើយើងមិនអាចយកឈ្នះលើសេចក្តីលំបាកនៃកាយនេះបានទេយើងនឹងក៏មិនអាចយកឈ្នះលើកិលេសក្នុងចិត្តបានដែរនៅក្នុងពិភពនៃអ្នកប្រតិបត្តិធម៌កាលណាភិក្ខុមួយអង្គមានសិលស្អាតស្អំនិងមានមេត្តាចិត្តធំធេងបរិសុទ្ធស្ថានជុំវិញខ្លួននឹងមានការប្រែប្រួលដោយអពុទ្ធហេតុសត្វព្រៃដែលធ្លាប់កាចសាហាវនៅពេលដែលចូលមកជិតព្រះអង្គបែរជាប្រែជាស្ងប់ស្ងាត់មិនបៀតបៀនអមនុស្សឬប្រលឹងដែលថែរក្សាព្រៃដែលធ្លាប់តែលបងឬធ្វើឲ្យមនុស្សភ័យខ្លាចក៏ត្រូវបានរងាប់ដោយរស្មីមេត្តាធម៌របស់ព្រះអង្គចន្ទៈមុនីដែរលោកម្ចាស់គ្រូព្រះអង្គចន្ទៈមុនីធ្លាប់បានបង្រៀនថាកាលណាចិត្តយើងគ្មានបំណងទៅបៀតបៀននរណាម្នាក់នោះពិភពលោកទាំងមូលក៏គ្មានបំណងបៀតបៀនយើងដែរការកសាងបារមីក្នុងព្រៃនេះហើយដែលធ្វើឲ្យព្រះអង្គទទួលបាននៅសមាធិចិត្តយ៉ាងជ្រាលជ្រៅនិងជាគន្លឹះយ៉ាងរឹងមាំក្នុងការស្ដារនិងការបណ្ដោះសទ្ធាពុទ្ធបរិស័ទនៅពេលដែលព្រះអង្គនិមន្តត្រឡប់មកប្រស័តលោកវិញប្រិយមិត្តអ្នកស្ដាប់ទាំងឡាយរឿងរ៉ាវនៃការកសាងបារមីរបស់ព្រះអង្គគ្រូចន្ទៈមុនីមិនមែនគឺជាការចៃដន្យឬជាការបង្កើតឡើងដោយគ្មានហេតុផលនោះទេគ្រប់សេចក្តីគោរពនិងតាមសទ្ធាពុទ្ធបរិស័ទមានចំពោះព្រះអង្គនៅថ្ងៃនេះគឺកើតចេញពីផលនិងការលះបង់នឹងសិលសមាធិធម៌ដែលព្រះអង្គបានសន្សំរាប់ឆ្នាំមកមេរៀនមួយនេះបានដាស់តឿនយើងគ្រប់គ្នាថានៅក្នុងជីវិតរស់នៅប្រសិនបើយើងចង់បានផលល្អចង់បានសេចក្តីសុខនិងការគោរពស្រឡាញ់ពីអ្នកដទៃយើងត្រូវតែហ៊ានលះបង់នឹងការសាងអំពើល្អដោយខ្លួនឯងជាមុនសិនតើពុកម៉ែបងប្អូនស្ដាប់ហើយមានសទ្ធាជ្រះថ្លាទេបើមានសទ្ធាជ្រះថ្លាសូមពុកម៉ែបងប្អូនជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងបាទពីខ្ញុំបាទសូមជម្រាបលាបាយបាយ